ឡាវីបងមកវិញហើយបងមកលេងជាមួយអូនបងរតនាបងមកទេធ្វើអីពេលនេះខ្ញុំមានគូតដឹងហើយតិចលោគូតដឹងខ្ញុំមកឃើញណាបងឡាវីអូននិយាយអីហ្នឹងបងស្ដាប់មិនយល់ទេបងមិនចាំបាច់ឆ្ងល់ទេដោយខ្ញុំធ្លាប់ប្រាប់បងអញ្ចឹងតែណានាចូលមុនគឺខ្ញុំជ្រើសរើសយកនៅនោះហើយព្រោះគេច្បាស់លាស់ជាមួយខ្ញុំឡាវីបងស្រឡាញ់អូនណាស្រឡាញ់តែមាត់គ្មានអីជាផុសតាងទេខ្ញុំបានឲ្យបងចូលស្ដីទៅដឹងខ្ញុំតែបងមិនចូលទេអូនមើលណកំជ្រួញពិតជាស្អាតខ្លាំងណាស់ចាបងពិតជាស្អាតខ្លាំងណាស់បងថ្ងៃនេះបងសប្បាយចិត្តណាស់ដែលបានអូនមកអង្គុយកំដរបងឆ្លងឆ្នាំចាបងអូនក៏សប្បាយចិត្តណាស់ដែរដែលមកមើលកំជ្រួចឆ្លងឆ្នាំជាមួយបងនៅលើโลกនេះគ្មានអ្វីដែលបងសប្បាយចិត្តជាងអូនព្រមទទួលយកបងធ្វើជាសង្សារអូននោះទេអូនក៏មិនខុសពីបងដែរអូនសប្បាយចិត្តណាស់តាំងពីថ្ងៃដែលបងសារភាពស្នេហ៍ស្រឡាញ់អូនមកអូនពិតជាត្រេកអរបិទមាត់មិនចិត្តទេបើអញ្ចឹងឲ្យបងសុំថាបមួយបានទេកុំតន់អីបងអូនជាកូនខ្មែរបើបងពិតជាស្រឡាញ់អូនមែនបងត្រូវឲ្យតម្លៃអូនបងអាចថើបដៃអូនបានប៉ុន្តែមិនអាចតន់ថើបថ្ពាល់បានទេណាថើបដៃក៏បានឲ្យតែអូនយល់ព្រមអរគុណណាស់អូននេះជាកាដូពិសេសសម្រាប់គូស្នេហ៍យើងស្នាមថើបនៅលើដៃអូននឹងចងចាំវាអស់មួយជីវិតនៅចាប់ចូលឆ្នាំបងត្រឡប់ទៅរៀននៅភ្នំពេញវិញសូមបងកុំភ្លេចអូនណាទោះបីជាទីក្រុងមានភ្លើងពណ៌ឆាតឆាយយ៉ាងណាមានស្រីស្រស់ស្អាតយ៉ាងណាក៏មិនអាចប្រៀបផ្ទឹមនឹងកូនក្រមុំអ្នកខេត្តម្នាក់នេះបានដែរបងពិតជាបានសម្ដីណាស់ណាអ្នកបកកែសម្ដីច្រើនតែប្រុសព្រៀនអ្នកផ្សេងបងមិនដឹងទេតែសម្រាប់បងទោះបងទៅដល់ជើងមេឃជួបទេពអប្សរមកពីសួគ៌ក៏បងនៅតែមិនអាចបំភ្លេចសង្សារម្នាក់នេះបានដែរឡាវីគឺជាដួងជីវិតបងសូមឲ្យដោយសម្ដីបងពិតទៅចាបើអូនមិនជឿទេបងស្បត់ជូនក៏បានដែរណាតែគេជឿហើយមិនចាំបាច់ស្បត់ទេពួកគេទាំងពីរនាក់ជជែកគ្នាលេងហើយក៏ប្រឡែងគ្នាលេងយ៉ាងក្អាកក្អាយក្នុងឱកាសចូលឆ្នាំពួកគេបាននាំគ្នាដើរលេងកាន់ដៃគ្នាទៅគ្រប់ទីកន្លែងមិនយូរប៉ុន្មានបុណ្យចូលឆ្នាំក៏ឆ្លងផុតទៅរតនៈក៏បានត្រឡប់ទៅរៀននៅភ្នំពេញវិញកន្លងបានប៉ុន្មានខែក៏រដូវកាលភ្ជុំបិណ្ឌក៏មកដល់ចាប់តាំងពីបិណ្ឌ1ដល់បិណ្ឌ13ឡាវីមានមិត្តប្រុសថ្មីដប់ទៅលេងវត្តរាល់ថ្ងៃឡាវីឆ្នាំនេះយើងបានទៅស្ទើរទៅគ្រប់វត្តអស់ទៅហើយតើឡាវីសប្បាយចិត្តដែរទេដែលបានទៅវត្តជាមួយខ្ញុំបរដ្ឋាបងឯងសួរមិនចឹងបងការដែលបងមកបបួលខ្ញុំទៅវត្តនេះខ្ញុំវិញទេដែលចង់សួរបងថាបងមិនក្រែងស្រីឬសង្សារបងប្រច័ណ្ឌទេខ្ញុំមិនមានសង្សារទេហើយក៏មិនខ្លាចស្រីណាមើលមកខ្ញុំយ៉ាងម៉េចដែរប៉ុន្តែអ្វីដែលខ្ញុំក្រែងបំផុតនោះគឺខ្ញុំបានដប់សង្សារគេស្ទើរតែចាប់មួយភ្ជុំទៅហើយសង្សារនរណាគេបងចាស់និយាយថាម៉េចនៅក្នុងខេត្តនរណាក៏ដឹងថាឡាវីជាសង្សារបងរតនៈដែលទៅរៀននៅភ្នំពេញនោះដែរបងទៅរំលឹករឿងនឹងធ្វើអីបើគេគិតដល់យើងគេមិនមែនទៅចោលយើងទេបងមានដឹងទេថាសប្តាហ៍ថ្ងៃនេះខ្ញុំខូចចិត្តរកអ្នកលួងគ្មានទេខ្ញុំស្ម័គ្រចិត្តចូលខ្លួនមកលួងឡាវីឲ្យតែឡាវីព្រមដាច់ពីបរិសម្នាក់នោះមែនទេបងមិនប្រកាន់រឿងចាស់របស់ខ្ញុំទេឲ្យតែអូនព្រមជ្រើសរើសយកបងចោលគេបងព្រមតាមអូនគ្រប់យ៉ាងតើមានរឿងចាស់អ្វីត្រូវប្រកាន់បើត្រឹមតែជាសង្សារនោះមិនទាន់ខ្លាយជាប្រពន្ធគេណាមែនហើយបងពួកយើងត្រឹមជាសង្សារធម្មតាមិនទាន់មានអ្វីជ្រុលជ្រួសទេបងបើអញ្ចឹងបានន័យថាឡាវីព្រមទទួលយកបងជំនួសកន្លែងបរិសម្នាក់នោះហើយមែនទេចាបងចុះបើភ្ជុំធំបរិសម្នាក់នោះមកស្រុកអូនប្រុងគិតយ៉ាងម៉េចដែរទុកពេលអូនគិតសិនបងអូននឹងរកវិធីដោះស្រាយជាមួយគេសិនតិចលោអូនទៅរកគេវិញទៅបងមិនទុកចិត្តអូនមែនទេបើបងនៅសង្ស័យអូនទៀតយើងមិនចាំបាច់ជាសង្សារនឹងគ្នាក៏បានព្រោះអីយ៉ាងណាក៏បងមិនទុកចិត្តអូនស្រាប់ទៅហើយទេបងមិនបានមានន័យបែបហ្នឹងទេបងគ្រាន់តែបារម្ភតាបងមិនចាំបាច់បារម្ភទេបងទុកពេលឲ្យខ្ញុំនិយាយជាមួយគាត់ឲ្យដាច់ស្រេចសិនទេបានពួកគេទាំងពីរនាក់ក៏បានបណ្ដាលគ្នាទៅរកម៉ូតូរួចដប់គ្នាជិះមកផ្ទះលុះស្អែកឡើងចំបិណ្ឌ14ស្រាប់តែរតនៈមកដល់ក៏បបួលឡាវីទៅវត្តឡាវីបងមកហើយព្រឹកនេះអូនទៅវត្តជាមួយបងទេអូយបងរតនៈអូននឹកបងខ្លាំងណាស់អូនស្មានតែបងមិនមកស្រុកទេឆ្នាំនេះបានបងមកហើយបងមិនមកមិនបានបើបងនឹកអូនយ៉ាងហ្នឹងនោះអូនស្មានតែបងភ្លេចអូនហើយបងមិនភ្លេចទេថ្ងៃនេះបងមកបបួលអូនទៅវត្តជាមួយគ្នាតើអាចទៅបានទេ
ចាបងរឿងអីថាទៅមិនបាន ទៅវត្តណាដែរអូន យើងទៅវត្តណាដែលឆ្ងាយហើយដេចសយ៉ាលទៅព្រោះវត្តក្បែរនេះអូនទៅអស់ហើយ អូនទៅជាមួយនរណាដែរ អូនទៅជាមួយមិត្តភក្តិអូន មិត្តប្រុសឬក៏ជាមិត្តស្រី បងចេះសួរបែបហ្នឹងទៅកានមិត្តភក្តិតែងតែមានប្រុសមានស្រីជារឿងធម្មតាទេណាបង តើមិត្តភក្តិដែលដប់អូននោះជាប្រុសឬក៏ជាស្រី បងឯងនេះសួរជីកឬជីកគល់ពេកហើយមិនទុកចិត្តអូនមែនទេ មកពីប្រច័នទៅបងសួរក្រែងអូនលួចមានថ្មីចោលបង បងចេះនិយាយបែបហ្នឹងទៅរួញបើអូនមានថ្មីអូនចាំបាច់នឹកបងឯងហើយបើមានថ្មីមែនអូនមិនទៅវត្តជាមួយបងឯងទេអូនទៅជាមួយគេបាត់ហើយ ណាស់ហើយបងជឿជាក់លើអូនឯងហើយតោះរៀបចំម្ហូបអាហារទៅវត្តទៅក្រែងមិនទាន់ចង្ហាន់លោក ចាបងកុំសង្ស័យច្រើនពេកតិចលោទៅវត្តមិនបានបន់ណា បានបងឈប់សង្ស័យហើយសង្សារសម្លាញ់ចិត្តបង ជជែកគ្នារួញពួកគេក៏បានរៀបចំខ្លួនទៅវត្តជាមួយគ្នាពួកគេបានទៅវត្តដាច់ស្រយាលមួយក្រោយពីប្រគេនចង្ហាន់លោកហើយពួកគេក៏បាននាំគ្នាអង្គុយលេងមួយសន្ទុះក្រោមដើមឈើមួយដើមក្នុងទីធ្លាវត្តវត្តនេះនៅដាច់ស្រយាលស្ងាត់ណាស់បងមិនសូវមានមនុស្សម្នាមកដល់សោះ មែនហើយអូនយើងនាំគ្នាយកចង្ហាន់មកពិតជាល្អមែនទែន យើងមើលទីធ្លាក៏ស្អាតណាស់ដែរ ធម្មជាតិស្រស់ស្រាយល្អណាស់អូន និយាយអញ្ចឹងពេលប្រគេនចង្ហាន់លោកសង្ឃបងមានបួងសួងអ្វីខ្លះទេ បងឧទ្ទិសកុសលផលបុណ្យទៅដល់បុព្វការីជនដែលបានចែកឋានទៅកាន់លោកខាងមុខឲ្យគាត់មកទទួលយកកុសលផលបុណ្យទាំងនោះ អត់មានបួងសួងឬប្រាថ្នាឲ្យបានជួបអូនជាគូអីទេឯង ទៅចាំបាច់បួងសួងបែបបន់អីអូនបើយើងស្រឡាញ់គ្នាហើយនោះសំខាន់ឲ្យតែអូនរងចាំបងទៅបានហើយ មិនដឹងចាំដល់ពេលណាទេហើយក៏មិនដឹងថាចាំខកឬយ៉ាងណាដែរបើបងរៀននៅភ្នំពេញឯណោះ បងរៀនភ្នំពេញមែនតែបេះដូងរបស់បងនៅជាមួយអូនតាអូនចាំបន្តិចសិនទៅ អូនមិនដឹងទេបើចាប់ភ្ជុំនេះបងមិនមកទៅដឹងអូនទេតិចលោមានគេចូលមុនអូនយកគេហើយក ុំអញ្ចឹងអីរងចាំបងបន្តិចសិនទៅចាំបងរៀនចប់បងមានការងារធ្វើស្រួលបួលសិនណាអូន ប្រុសសម័យនេះរកជឿមិនបានទេតែឲ្យគេចាំយូរទៅឃើញគេចាស់លែងស្រឡាញ់បាត់ទៅហើយ អូនឯងកុំបខំបងពេកមើលថាចាំបងសិនទៅ អូនមិនដឹងទេអូនប្រាប់បងថាកុំទុកអូនចោលយូរពេកតិចថាស្ដាយក្រោយ ណាស់ហើយតោះចាំភ្ជុំហើយសំគិតទៀតឥឡូវយើងទៅផ្ទះសិនទៅ និយាយរួញពួកគេក៏បាននាំគ្នាឡើងម៉ូតូជិះមកផ្ទះបានថ្ងៃភ្ជុំធំពួកគេក៏បាននាំគ្នាទៅវត្តក្បែរផ្ទះរបស់ពួកគេជុំគ្នារួមទាំងក្រុមគ្រួសារផងដែរពេលនោះរដ្ឋាហាក់មានអារម្មណ៍ខូចចិត្តមិនបានមកវត្តជាមួយគេទេលុះភ្ជុំចប់រតនៈក៏បានត្រឡប់ទៅភ្នំពេញវិញមិនយូរប៉ុន្មានស្រាប់តែកម្មវិធីឆ្លងឆ្នាំសកលក៏មកដល់ ឡាវីអូនបងពិតជាស្រឡាញ់អូនខ្លាំងណាស់បងគេងព្រួយរាល់ថ្ងៃខ្លាចក្រែងតែអូនត្រឡប់ទៅរកសង្សារចាស់អូនទេ បរដ្ឋាបើបងស្រឡាញ់អូនពិតប្រាកដមែនបងចូលដកឪពុកម្ដាយអូនទៅសំខាន់អ្នកណាប្រកបជាមួយអូនជ្រើសយកអ្នកនោះហើយ ពិតមែនទេអូនបើបងឲ្យចាស់ចូលស្ដីទៅដឹងអូននឹងយល់ព្រមមែនទេ អូនជាកូនខ្មែរសំខាន់ឲ្យទៅចូលដល់ម៉ែឪកុំឲ្យតែស្នេហាអារត់អារាយតាមផ្លូវតាទៅអូនទទួលយកមិនបាន បើអញ្ចឹងបងមិនបង្អង់យូរទេបងនឹងឲ្យចាស់គុនគូរកថ្ងៃខែចូលស្ដីទៅដឹងអូនហើយ ឲ្យតែសម្ដីបងជាការពិនអូនប្រកាសជារបស់បងហើយតែបើបងនិយាយមិនពិនគឺបងជាមនុស្សបងប្រះចិត្តអូនហើយ បើអូនជ្រើសរើសយកបងអូនមិនខ្លាចគេម្នាក់នោះឈឺចាប់ទេហ៎ មិនដឹងថាត្រូវខ្លាចគេឈឺចាំឬក៏ត្រូវបានរងចាំគេរហូតដល់គេធ្វើឲ្យយើងឈឺចាប់ទេ ចុះអូនមិនបានស្រឡាញ់គេទេហ៎ ស្រឡាញ់ត្រឹមជាសង្សារមិនបានលះបង់ឲ្យអស់ពីបេះដូងទេព្រោះបេះដូងបរិសុទ្ធអូនចាំជូនតែប្រុសណាដែលក្រាបផ្ទឹមផ្កាស្លាជាមួយអូនទេ សម្ដីអូនចាក់ដោតខ្លាំងណាស់បងបដិញ្ញាថានឹងយកអូនឲ្យទាល់តែបាន មិនចាំបាច់បដិញ្ញាអីទេឲ្យតែបងចូលស្ដីទៅដឹងអូនគឺអូននឹងក្លាយជាប្រពន្ធបងហើយ បាទរាជនីនៃម្ចាស់ដួងជីវិតបងនឹងធ្វើវាឲ្យបានមិនឲ្យអូនខកបំណងនោះទេ ចាអូននឹងរងចាំបងជានិញមិនយូរប៉ុន្មានរដ្ឋាក៏បានចូលស្ដីដណ្ដឹងឡាវីជាគូភ្ជាប់ពាក្យនឹងគ្នាកន្លងបានប៉ុន្មានខែក៏ចូលឆ្នាំខ្មែរមកដល់ស្រាប់តែរតនៈមកលេងស្រុកក៏ទៅលេងផ្ទះឡាវីដូចសពដង ឡាវីបងមកវិញហើយបងមកលេងជាមួយអូន បងរតនៈបងមកទេធ្វើអីពេលនេះខ្ញុំមានគូទៅដឹងហើយតិចលោគូទៅដឹងខ្ញុំមកឃើញណាបង
ឡាវីអូននិយាយអីហ្នឹងបងស្ដាប់មិនយល់ទេ បងមិនចាំបាច់ឆ្ងល់ទេដោយខ្ញុំធ្លាប់ប្រាប់បងអញ្ចឹងតែណានាចូលមុនគឺខ្ញុំជ្រើសរើសយកនៅនោះហើយព្រោះគេច្បាស់លាស់ជាមួយខ្ញុំ ឡាវីបងស្រឡាញ់អូនណាស់ណា ស្រឡាញ់តែមាត់គ្មានអីជាផុសតាងទេខ្ញុំបានឲ្យបងចូលស្ដីទៅដឹងខ្ញុំតែបងមិនចូលទេ ហេតុអីបានជាអូនចាំបងមិនបាន មិនមែនចាំមិនបានទេបើបងចូលស្ដីទៅដឹងខ្ញុំទុកនោះប៉ុន្តែបងមិនមានចេតនាស្មោះនឹងខ្ញុំទេ ឡាវីនរណាគេជាគូដណ្ដឹងរបស់អូន នោះណាគាត់កំពុងដើរមកហើយ ឡាវីបងមកដល់ហើយតោះរៀបចំខ្លួនទៅឆ្លងឆ្នាំជាមួយបងអាយ៉ាបងរតនៈអន្តាបងទៅមកពីភ្នំពេញមែនបងមកលេងជាមួយគូដណ្ដឹងខ្ញុំមែនបងរដ្ឋាមិនបានជាឯងទៅវិញយើងស្គាល់គ្នាយូរហើយមិនក៏ឯងដណ្ដើមសង្សារបងអញ្ចឹងអត់ទេបងមិនមែនខ្ញុំដណ្ដើមសង្សារបងទេឡាវីជាគូដណ្ដឹងខ្ញុំមានចាស់មានទុំចូលស្ដីដណ្ដឹងច្បាស់លាស់បើបងជាសង្សារបងមានអីជាសាក់សីមានចាស់ទុំដឹងឮទេ បងទាំងពីរមិនចាំបាច់ប្រកែកគ្នាទេនេះជាការសម្រេចចិត្តរបស់ខ្ញុំចំពោះបរិះណាដែលផ្ដោតតម្លៃឲ្យខ្ញុំឲ្យក្រុមគ្រួសារខ្ញុំត្រូវតែជ្រើសរើសយកដែលនោះហើយ ឡាវីអូនមិនក៏អូនដាច់ចិត្តម្ល៉េះ ខ្ញុំត្រូវតែដាច់ចិត្តព្រោះខ្ញុំមិនអាចមើលឃើញថ្ងៃអនាគតយ៉ាងណាទេបងរៀនខ្ពង់ខ្ពស់មិនប្រកាសថាបងឬគ្រួសារបងនឹងជ្រើសរើសយកខ្ញុំទេខ្ញុំត្រូវតែសម្រេចចិត្តជ្រើសរើសយកអ្នកដែលច្បាស់លាស់ជាមួយខ្ញុំ ឡាវីអូនបងឈឺចាប់ណាស់ និយាយរួចរតនៈក៏អោនមុខដើរត្រឡប់ទៅផ្ទះវិញចំណែកឡាវីនិងរដ្ឋាក៏បាននាំគ្នាទៅដើរលេងក្នុងពិធីបុណ្យចូលឆ្នាំពេលនោះរតនៈក៏បានត្រឹមលួចមើលទាំងក្នុងចិត្តឈឺចាប់